បានសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់និយាយតាក់ទងជាមួយនឹងការបាញ់ថ្នាំសម្រាប់មេរោគនិងការបាចកវ៉ាសម្រាប់មេរោគសម្រាប់ថ្នាំសម្រាប់មេរោគដែលខ្ញុំប្រើនេះដែរចំណុះវា100មីលីលីត្រហើយរបៀបប្រើវា25មីលីលីត្រយើងលាយជាមួយនឹងទឹក10លីត្រអញ្ចឹងចំណុះវា100មីលីលីត្រអាចលាយជាមួយនឹងទឹកបាន40លីត្រយើងលាយ25មីលីលីត្រជាមួយនឹងទឹក10លីត្រហ្នឹងយើងអាចបាញ់លើបរិវេណចំមាន់ក្នុងធុងមាន់ហើយនឹងអាចបាញ់លើមាន់បានសម្រាប់យើងបាញ់តិចតួចអីយើងអាចលាយវាបានយើងយក25មីលីលីត្រមកចែកជាមួយនឹង10លីត្រមកអញ្ចឹងវាស្មើ2.5មីលីលីត្រលាយជាមួយនឹងទឹក1លីត្រណាសម្រាប់ខ្ញុំបាញ់នេះដែរកាតូខ្ញុំវាចំណុះវា2លីត្រអញ្ចឹងខ្ញុំបូម6មីលីលីត្រលាយជាមួយនឹងទឹក2លីត្រហ្នឹងខ្ញុំបូមឲ្យលើស1មីលីលីត្រវាមានប្រសិទ្ធភាពយ៉ាងខ្លាំងអញ្ចឹងការចាំមុនអ្នកនរគ្នាយើងត្រូវធ្វើវិធានការការពារវាត្រូវបាញ់ថ្នាំសម្រាប់មេរោគនិងបាចកវ៉ាសម្រាប់មេរោគយ៉ាងហោចណាស់មួយខែបានម្ដងដែរឬក៏2ខែម្ដងដែរដើម្បីការពារមាន់យើងពីជំងឺតំណទ្រុងនិងបាក់តេរីហើយនិងមេរោគផ្សេងដែលវាកើតនៅក្នុងធុងយើងឬក៏វាហើរតាមខ្យល់ឬក៏វាអាចមកតាមស្បែកជើងយើងដែលយើងដើរទៅណាទៅណីវាជន់ជាមួយនឹងវីរុសឬក៏បាក់តេរីហើយវាមកចូលក្នុងធុងយើងណាអញ្ចឹងយើងឧស្សាហ៍បាញ់ថ្នាំសម្រាប់មេរោគនិងបាចកវ៉ាសម្រាប់មេរោគដើម្បីការពារវាហើយខែនេះខែ11ចិត្តខែ12អញ្ចឹងរដូវកាលមាន់ឈឺមកទៀតហើយព្រោះខែនេះវាផ្លាស់ប្ដូរអាកាសធាតុញឹកញាប់ហើយអាកាសធាតុក៏វាត្រជាក់ដែរអញ្ចឹងវាអាចបង្កជាជំងឺផ្សេងបើជំងឺផ្ដាសាយជំងឺអីវាងាយក្នុងការយើងព្យាបាលទេតែវាខ្លាចដែរវាឆ្លងដូចជាជំងឺញូកាសហើយនឹងជំងឺអាសន្នរោគអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចយើងធ្វើវ៉ាក់សាំងមាន់យើងឲ្យបានទៀងទាត់យើងត្រូវរំលឹកវ៉ាក់សាំងយើងឡើងវិញហើយវ៉ាក់សាំងឥឡូវក៏វាងាយស្រួលក្នុងការរើទិញដែរមានអ្នកលក់តាមអនឡាញលក់តាម Facebook ច្រើនមានកសិដ្ឋានធំអ្នកចាំមាន់អីមានគេលក់តាម Facebook ច្រើនអញ្ចឹងយើងអាចទិញតាមអនឡាញក៏បានហើយវ៉ាក់សាំងដែលល្អគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Medivac ឃើញថាខ្ញុំប្រើរបស់ Medivac នេះទៅឃើញមាន់សុខភាពល្អហើយវាអត់ងាយក្នុងការឈឺអញ្ចឹងណា
ជាចុងបញ្ចប់នៃវីដេអូនេះសូមអ្នកនរគ្នាជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងខ្ញុំនឹងចែកម្លែកចំណេះដឹងនៃការចិញ្ចឹមមាន់ដែលខ្ញុំមានទៅអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀត